Wow សាច់យើងល្អណាបងប្អូនឃើញទេបងប្អូនមកមើលសាច់ខជាមួយស្ពៃក្រៀមរបស់ខ្ញុំណាគឺថារសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនចង់ដឹងថានាងខ្ញុំធ្វើបែបណាកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ស្រួលធ្វើទេមិនពិបាកទេតែគ្រាន់ថាវារៀងវែងបន្តិចសាំញ៉ាំបន្តិចហើយបងប្អូនចង់ដឹងទេអញ្ចឹងកុំភ្លេចណាជួយ like ជួយ subscribe នាងខ្ញុំម្នាក់មួយដើម្បីលើកទឹកចិត្តដល់នាងខ្ញុំអ្នកធ្វើផងណានេះស្ពៃក្រៀមរបស់យើងឡើងទន់ហើយឆ្ងាញ់អត់រសជាតិគឺថាបងប្អូនអាចញ៉ាំបានថាទោះបងប្អូនអត់ចូលចិត្តរសជាតិចិនតែខនេះគឺអត់មានធុំក្លិនគ្រឿងចិនអីទេណាគឺឆ្ងាញ់មែនតែនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញមុខម្ហូបមួយមុខទៀតខ្ញុំជឿថាពុកម៉ែបងប្អូនភាគច្រើនគឺដឹងតែស្គាល់តែថាធ្លាប់បានញ៉ាំពិសាឬក៏អត់ដឹងទេណាពុកម៉ែបងប្អូនព្រោះអីវីដេអូមួយនេះណាគឺជនជាតិចិនអាសា review ឲ្យបងប្អូនឃើញណាគឺសាច់ខជាមួយនឹងស្ពៃក្រៀមដំបូងគឺខ្ញុំយកសាច់ជ្រូក3ជាន់របស់ខ្ញុំមានប៉ុណ្នេះប្រហែលចិត្តកន្លះគីឡូបងប្អូនចូលចិត្តខ្លាញ់ច្រើនសាច់ច្រើនបងប្អូនរើសទៅបន្ទាប់មកខ្ញុំដាក់ឆ្នាំងមកខ្ញុំធ្វើអញ្ចឹងខ្ញុំធ្វើអញ្ចឹងដើម្បីឲ្យជាតិទឹកហើយនៅខ្លាញ់ស្បែកហ្នឹងណាឲ្យវាចេញមកអស់នេះខ្ញុំញីវានឹងខ្ទះក្តៅហ្នឹងខ្ទះហ្នឹងក្តៅបងប្អូនមិនអត់ក្តៅណាតោះអញ្ចឹងតោះឥឡូវខ្ញុំយកទៅដាក់ទៅលាងទឹកឲ្យកោសស្បែកនឹងចេញបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាំទឹកម្សាទៀតមកដាក់មកនៅសាច់ជ្រូកទៅសាច់ជ្រូកដែលខ្ញុំលាងកោសមិញហ្នឹងខ្ញុំដាក់យកមកស្ងោរចំនួន15នាទីឲ្យសាច់នឹងវាឆ្អិនទៅតែយើងស្ងោរហ្នឹងដើម្បីយើងកាត់ផ្សាយើងដាក់ស្រាស្ងោរធ្វើម្ហូបស្រាចិនណាមកកម៉ូបពីស្រើទៅដើម្បីកាត់សាជ្រូកជាឱកាសសាច់ជ្រូកហ្នឹងកំពុងតែស្ងោរខ្ញុំយកស្ពៃក្រៀមរបស់ចិនហ្នឹងណាយកមកហាន់ស្ពៃក្រៀមនេះបងប្អូនទៅទិញនៅកន្លែងលក់គ្រឿងចិនហ្នឹងបងប្អូនប្រាប់គេទៅថាស្ពៃក្រៀមសម្រាប់យកមកខអាហ្នឹងវាមានសាបមានប្រៃណាបើនេះសាបអញ្ចឹងខ្ញុំកាត់វាមកនេះបងប្អូនអត់មានស្ពៃក្រៀមចិនហ្នឹងបងប្អូនអាចយកស្ពៃជូរយើងយកមកខជំនួសបានតែនេះខ្ញុំរកបានអញ្ចឹងខ្ញុំធ្វើតាមលក្ខណៈវាថាក្បួនចិនតែម្ដងទៅមានគ្រឿងរបស់ចិនហ្នឹងណាយើងហាន់ឲ្យវាទូចមកឥឡូវសាច់ខ្ញុំស្ងោរបានឆ្អិនហើយអញ្ចឹងខ្ញុំចាប់ផ្ដើមបិទភ្លើងទៅហើយស្រង់វាមកបន្ទាប់មកទៀតខ្ញុំយកសាច់ហ្នឹងមកយកសមឬក៏ឈើស្រួចឧបករណ៍អីស្រួចហ្នឹងយកមកចាក់ដើម្បីឲ្យស្បែកហ្នឹងចេញជាតិទឹកហើយនឹងខ្លាញ់ចេញមកបងប្អូនឃើញទេវាចេញមកកន្លែងយើងចាក់ហ្នឹងនិងកន្លែងដែលអត់ចាក់គឺមានសភាពខុសគ្នាឃើញទេខ្ញុំជូតវាចាក់ជូតដើម្បីយកខ្លាញ់ហ្នឹងចេញមកយើងជូតស្បែកហ្នឹងឲ្យរៀងស្ងួតបន្តិចមកបន្ទាប់មកខ្ញុំដាក់ស៊ីអ៊ីវខាប់មកដើម្បីលាបលើស្បែកហ្នឹងឲ្យឡើងក្រហមយើងលាបវាហើយចាំយើងយកទៅបំពងអញ្ចឹងយើងកុំលាបច្រើនពេកណាវាទៅជាអត់ក្រហមវាទៅជាកម្ៅក៏វាមិនសូវស្អាតដែរពណ៌វានេះលាបវាឲ្យសព្វអញ្ចឹងមកណានេះខ្ញុំលាបស៊ីអ៊ីវខាប់ហ្នឹងឲ្យសព្វទាំងសាច់ជ្រូកខាងក្រៅខាងក្នុងអីហ្នឹងណានេះគៀនវាហ្នឹងយើងលាបតិចមកបានហើយព្រោះអីតិចយើងប្រឡាក់វាម្សាទៀតទេពេលយើងបំពងហើយនេះបន្ទាប់មកទៀតខ្ញុំដាក់ប្រេងឆាមកចូលរៀងច្រើនតិចមកណាហើយខ្ញុំចាប់ដើមបំពងសាច់ជ្រូកហ្នឹងពេលបំពងគឺវារៀងផ្ទុះអញ្ចឹងបងប្អូនត្រូវយកកមុកមកគ្របណាគ្របវាទៅអត់គ្របតិចខ្ទុះរលាកពេញខ្លួននេះខ្ញុំជៀនឲ្យវារៀងក្រៀមប៉ុណ្ណឹងទៅឥឡូវខ្ញុំបិទភ្លើងហើយខ្ញុំយកសាច់ហ្នឹងយកទៅដាក់ត្រាំទឹកឲ្យស្បែកហ្នឹងវារីកបន្តិចចឹងខ្ញុំចាប់ដើមលាយទឹកសោះនេះខ្ញុំលាយសម្រាប់យើងយកមកឆាស្ពៃហើយនឹងប្រឡាក់សាច់ដើម្បីយើងយកចំហុយ
ចឹងខ្ញុំដាក់ទឹកស្អៀវពីសព្រាមកបងប្អូនដាក់តាមការគ្រឿងបងប្អូនអាចភ្លក់តាមការចូលចិត្តទៅហើយនេះខ្ញុំដាក់ស្អៀវខាប់មកសព្រាយកខាប់យើងយកពណ៌ម្សៅស៊ុបមកសព្រាកាហ្វេខ្ញុំដាក់ស្ករសខ្ញុំអត់យកផ្អែមពេកប្រៃពេកទេណាខ្ញុំដាក់ស្ករសមកសព្រាកន្លះអំបិលខ្ញុំដាក់បន្តិចបានហើយនេះមកចុងសព្រាអញ្ចឹងហើយយើងភ្លក់វាណាភ្លក់តាមរសជាតិបងប្អូនចូលចិត្តដូចនិយាយបញ្ជាក់អញ្ចឹងណាហើយទៅលើសាច់ហើយនេះប្រេងល្ងហើយបងប្អូនភ្លក់ទៅលើសាច់បរិមាណសាច់និងបរិមាណបន្លែបងប្អូនណាបងប្អូនអាចស្មានកុំឲ្យវាគ្រឿងដិតពេកពួកអីវាដិតពេកក៏វាមិនសូវឆ្ងាញ់ដែរតែសាបអត់ជាតិក៏វាអត់ឆ្ងាញ់ដែរណានេះអញ្ចឹងខ្ញុំគ្រឿងនេះខ្ញុំយកមកឆាខ្លះហើយនឹងប្រឡាក់សាច់ខ្លះអញ្ចឹងខ្ញុំចាប់ផ្ដើមយកមកឆាមកខ្ញុំកំពុងខ្ទឹមសឲ្យឡើងឈ្ងុយបន្តិចមកឆានេះគឺឆាស្ពៃដែលយើងស្ពៃក្រៀមដែលយើងហាន់មិញហ្នឹងណាហើយស្ពៃក្រៀមនេះគឺខ្ញុំដាក់កន្លះខាំហើយខ្ញុំត្រាំវា1ម៉ោង2ម៉ោងឲ្យវារីកឆានេះគឺយកមានសាច់អីមកឆាជាមួយទេគឺមានតែខ្ទឹមសហើយនឹងស្ពៃក្រៀមហើយនឹងទឹកសុះយើងតែម្ដងពេលខ្ទឹមខ្ញុំឡើងឈ្ងុយល្អហើយខ្ញុំចាក់ស្ពៃក្រៀមនឹងចូលមកនេះហើយយើងឆាវាត្រឡប់មកទុះទៅទឹកសោះដែលខ្ញុំធ្វើមិញហ្នឹងខ្ញុំចាក់ពាក់កណ្ដាលបានហើយពាក់កណ្ដាលទៀតខ្ញុំទុកកន្លះសាច់បើសិនជាវាស្ងួតខ្លាំងបងប្អូនបន្ថែមទឹកបន្តិចមកណាតែបន្ថែមទឹកបន្តិចទៅបងប្អូនត្រូវឆាវាដាច់ទឹកវិញអត់មានឡើងប៉ែអីទេណាឆាវាស្ងួតនេះយើងឆាឲ្យស្ងួតអញ្ចឹងទៅយើងបិទភ្លើងដួសដាក់ចានទុកនេះខ្ញុំត្រាំទឹកឲ្យវារៀងស្បែករៀងទន់វិញអញ្ចឹងណាព្រោះយើងបំពងវិញវាចាប់ដើមរឹងអញ្ចឹងយើងចាប់ដើមមកកាត់វិញជាប្រទេសកុំឲ្យស្ដើងពេកកុំឲ្យក្រាស់ពេកដូចបងប្អូនបានឃើញណាប៉ុណ្្នឹងមកណាគ្នាប៉ុណ្្នឹងហើយយើងតម្រៀបដាក់ចានដើម្បីចំហុយបន្ទាប់ទៀតយើងយកទឹកសុះដែលយើងលាយសល់មិញក្រៅពីឆាជាមួយស្ពៃហ្នឹងយើងយកមកលាយជាមួយនឹងប្រឡាក់ជាមួយនឹងសាច់របស់យើងដើម្បីឲ្យសាច់យើងឡើងក្រហមល្អនេះយើងច្បាច់វាមកឲ្យវាប្រឡាក់ក្រហមទៅហើយយើងរៀបចូលចានចំហុយតែម្ដងយើងចំហុយបានហើយមកបងប្អូនមកមើលសាច់ខ្ញុំចំហុយបានកន្លះម៉ោងយើងចំហុយកន្លះម៉ោងហើយយើងកាប់វាមកណាឆ្អិនហើយណោះយើងបើកមកណាចាននៅក្តៅឡើយទេបងប្អូនចាំត្រជាក់ចាំប្រកាប់វាក៏បានដែរនេះវ៉ាវសាច់យើងល្អណាបងប្អូនឃើញទេយើងគៀវាមកចិត្តមកណានេះអញ្ចឹងវីដេអូនៃការធ្វើសាច់ខបែបចិនជាមួយនឹងស្ពៃក្រៀមរបស់ខ្ញុំណាបានដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនអញ្ចឹងអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនអាចសាកល្បងធ្វើបានណាឈ្ងុយណាហើយឆ្ងាញ់មែនតែនតោះនាងខ្ញុំគ្រប់លាចាំជួបគ្នានៅវីដេអូក្រោយៗទៀតណាគឺថារសជាតិឆ្ងាញ់ណាពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនចង់ដឹងថានាងខ្ញុំធ្វើបែបណាកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ស្រួលធ្វើទេមិនពិបាកទេតែគ្រាន់ថាវារៀងវែងបន្តិចសាំញ៉ាំបន្តិចហើយបងប្អូនចង់ដឹងទេអញ្ចឹងកុំភ្លេចណាជួយ like ជួយ subscribe នាងខ្ញុំម្នាក់មួយដើម្បីលើកទឹកចិត្តដល់នាងខ្ញុំអ្នកធ្វើផងណា
នេះស្ពៃក្រៀមរបស់យើងណាឡើងទុនហើយឆ្ងាញ់អត់រសជាតិគឺថាបងប្អូនអាចញ៉ាំបានថាទោះបងប្អូនអត់ចូលចិត្តរសជាតិចិនតែខនេះគឺអត់មានធុំក្លិនគ្រឿងចិនអីទេណាគឺឆ្ងាញ់មែនតែន